នៅឆ្នាំ1913នៅថ្ងៃមួយស្របពេលអាកាសធាតុនៅពេលព្រឹកដ៏ស្រទន់មានបុរសម្នាក់កំពុងតែបើករថយន្ត Ford Model T ដែលជារថយន្តថ្មីមានដំបូលបែករំពេចនោះប្រេងនៅខុនរថយន្តរបស់គាត់កំពុងតែចាប់ផ្ដើមអស់ផងដែរគាត់ពិតជាសំណាងល្អដែលស្ថានីយ៍ប្រេងដំបងគៀបង្អស់ត្រូវបានបើកដំណើរការជិតនឹងទីនោះគាត់បានបត់រថយន្តរបស់គាត់ចូលទៅស្ថានីយ៍ប្រេងទាំងហៀបនឹងអស់ប្រេងត្រឹមតែរយៈពេលខ្លីរថយន្តរបស់គាត់បានបញ្ចូលប្រេងនិងបន្តដំណើរបានគ្រប់ទីកន្លែងទៀតនេះគឺជាគំនិតថ្មីមួយដែលនៅពេលនោះហើយស្ថានីយ៍ចាក់ប្រេងបានចាប់ផ្ដើមដំណើរការប្រែប្រួលពិភពលោកយ៉ាងធំធេងមកដល់សប្តាហ៍នេះរថយន្តបានកើនឡើងយ៉ាងកក្រឹកកក្រែងបន្តិចម្ដងការសាងសង់ស្ថានីយ៍ចាក់ប្រេងជាង150បានកន្លែងត្រូវបានបើកនៅទូទាំងសហរដ្ឋអាមេរិកស្ថានីយ៍ប្រេងទាំងនោះបានផ្ដល់សេរីភាពដ៏អស្ចារ្យដល់មនុស្សលោកនៅក្នុងការធ្វើដំណើរបានដោយឥតព្រំដែននេះគឺជាដើមគំនិតនៃការបង្កើតស្ថានីយ៍ចាក់ប្រេងមុននឹងមានស្ថានីយ៍ប្រេងមនុស្សគឺប្រើប្រាស់ kerosene ដែលជាប្រេងកាតសម្រាប់ភ្លើងបំភ្លឺភ្លើងចង្ក្រានរួមទាំងការប្រើសម្រាប់បញ្ចេះគ្រឿងចាក់ផ្សេងៗប្រេងគឺមានលក់តែតាមហាងធ្វើគ្រឿងដែកតែប៉ុណ្ណោះនៅក្នុងទីក្រុងឬនៅទីជនបទធំៗពេលមនុស្សត្រូវការប្រេងដើម្បីប្រើប្រាស់ពួកគេត្រូវយកកាដុងឬដបទៅទិញប្រេងយកមកប្រើប្រាស់សម្រាប់អ្នកមានរថយន្តពួកគេត្រូវជិះរកទិញប្រេងមកទុកជាច្រើនមើលទៅវាពិតជាមានភាពយឺតយ៉ាវនិងមានហានិភ័យនិងងាយនឹងគ្រោះថ្នាក់ជាទីបំផុតលោក Sylvanus Bowser ជាវិស្វករម្នាក់របស់សហរដ្ឋអាមេរិកដំបូងគេដែលបានបង្កើតឧបករណ៍បូមប្រេងដោយវិធីបង្វិលដើម្បីចាក់ប្រេងចូលទៅក្នុងរថយន្តឧបករណ៍បូមប្រេងនោះបង្វិលម្ដងគឺទទួលបាន1ហ្គាឡុងដែលស្មើនឹង3លីត្រជាងមើលទៅវាពិតជាមានភាពងាយស្រួលប៉ុន្តែអ្នកទិញគ្មានវិធីសាស្ត្រណានៅក្នុងការដឹងថាតើនៅពេលចាក់ប្រេងម្ដងតើគ្រប់ចំនួនឬក៏ឥតនោះទេដូច្នេះហើយក្រោយមកទៀតគេបានបង្កើតឧបករណ៍បូមប្រេងដែលអាចមើលឃើញតាមរយៈបំពង់បង្ហួយដែលបង្ហាញអំពីចំនួនប្រេងយ៉ាងជាក់លាក់ដល់អតិថិជននិងមានភាពរហ័សផងដែរកំណើតស្ថានីយ៍ចាក់ប្រេងសុវត្ថិភាពបានបង្កើតឡើងនៅក្នុងឆ្នាំ1913ដោយក្រុមហ៊ុន Gulf Oil ពួកគេបានសាងសង់ធុងប្រេងដ៏ធំនៅខាងក្រោមដីដោយបំពាក់នូវឧបករណ៍បូមប្រេងជាច្រើនថ្ងៃដំបូងនៃការចាប់ផ្ដើមបើកស្ថានីយ៍ចាក់ប្រេងនោះពួកគេលក់បានចំនួន30ហ្គាឡុងដែលស្មើនឹងជាង113លីត្រហើយចុងសប្តាហ៍ពួកគេលក់បានប្រហែល350ហ្គាឡុងក្នុងមួយថ្ងៃដែលនៅពេលនោះប្រេងមានតម្លៃស្មើនឹង27សេនក្នុង1ហ្គាឡុងនៅក្នុងឆ្នាំ1900មានរថយន្តត្រឹមតែ 8,000 គ្រឿងតែប៉ុណ្ណោះតែរហូតមកដល់ឆ្នាំ1912កំណើនរថយន្តបានកើនឡើងរហូតដល់ 1,200,000 គ្រឿងពិតណាស់ប្រេងដែលដាក់លក់នៅដីគឺមានគ្រោះថ្នាក់ខ្លាំងនិងងាយបង្កហានិភ័យខ្ពស់ដូច្នេះហើយមនុស្សត្រូវការស្វែងរកការកែច្នៃដើម្បីបង្កប់ប្រេងនៅខាងក្រោមដីវិញដើម្បីបញ្ជៀសហានិភ័យប្រេង kerosene ដែលជាប្រេងកាតត្រូវបានផ្លាស់ប្ដូរទៅជា gasoline ដែលយើងហៅថាជាប្រេងសាំងមកដល់បច្ចុប្បន្ននេះនៅក្នុងទសវត្សរ៍ទី2រថយន្តច្រើនប្រភេទបានផ្លាស់ពីការប្រើប្រាស់ប្រេងកាតមកជាការប្រើប្រាស់ប្រេងសាំងវិញម្ដងប៉ុន្តែ gasoline មានចំណិចភ្លើងខ្លាំងណាស់ដែលស្មើនឹងដក40ដឺក្រេសេលស៊ីសវាធ្វើឲ្យក្លិនឧស្ម័នងាយនឹងឆាបឆេះដោយសារគ្រោះថ្នាក់តាមបណ្ដាស្ថានីយ៍ចាក់ប្រេងនៅជំនាន់នោះមានការកើតឡើងជារឿយៗដោយសារការធ្វេសប្រហែសរបស់មនុស្សធ្វើឲ្យឧស្ម័នធ្លាយចេញពីខ្នោធុងចេញមកក្រៅក្រុមវិស្វករបានស្វះស្វែងរកវិធីសាស្ត្រដើម្បីសាងសង់ស្ថានីយ៍ចាក់ប្រេងឲ្យមានសុវត្ថិភាពជាងមុនកាលដើមបំពង់ចាក់ប្រេងត្រូវចាក់បញ្ចេញដាក់ចូលក្នុងកំប៉ុងឬដបនិងដោយឧបករណ៍បង្វិលបង្ហួយដែលមនុស្សជំនាន់នោះបានបង្កើតមកទាំងមិនបានស្វែងយល់ឲ្យបានស៊ីជម្រៅប៉ុន្តែនៅក្នុងឆ្នាំ1947ស្ថានីយ៍ចាក់ប្រេងដែលហៅថា self service ដំបូងគេបង្អស់ត្រូវបានបង្កើតឡើងដើម្បីធានាឲ្យបាននូវសុវត្ថិភាពដល់អាយុជីវិតមនុស្សដោយការវិវត្តនៃការបង្កើតឧបករណ៍ចាក់ប្រេងកាន់តែទំនើបវាបណ្ដាលឲ្យតម្លៃប្រេងមានការធ្លាក់ចុះរៀងរាល់ឆ្នាំគេបានបង្កើត automatic shut off ដែលវាអាចធ្វើការបិទដោយស្វ័យប្រវត្តិនៅពេលដែលប្រេងបានឡើងពេញរបៀបដំណើរការនៃឧបករណ៍ចាក់ប្រេងវាដំណើរការចាក់ចេញតាមបំពង់ប្រើខ្យល់បូមបង្កើតសម្ពាធវិជ្ជមានដើម្បីទប់ស្កាត់ការឆាបឆេះហើយនៅពេលប្រេងចាប់ផ្ដើមពេញឧបករណ៍បូមត្រូវបានបិទខ្យល់ស្វ័យប្រវត្តិដោយខ្លួនឯងសប្តាហ៍ថ្ងៃនេះស្ថានីយ៍ចាក់ប្រេងត្រូវបានប្រើធុងស្តុកប្រេងប្រភេទ fiber glass ជាបំពង់ការពារសុវត្ថិភាពខ្ពស់បំផុតនិងគ្មានហានិភ័យទៅរកទេ
សងខេមកវិញស្ថានីយ៍ចាក់ប្រេងដែលមនុស្សតែងតែគិតថាគ្រោះថ្នាក់បំផុតคล้ายតែជាកន្លែងដែលមានសុវត្ថិភាពខ្ពស់បំផុតនិងមានការគ្រប់គ្រងបានយ៉ាងលម្អិតតាមរយៈបច្ចេកវិទ្យាកុំព្យូទ័រទាំងនេះហើយដោយសារការខិតខំប្រឹងប្រែងរបស់មនុស្សដែលចំណាយពេលជាង100ឆ្នាំកន្លងមកនេះឯង សូមចូលរួមអបអរលោកអ្នកបានទទួលយកចំណេះដឹងដែលអាចចែករំលែកដល់អ្នកដទៃបានមួយទៀតហើយពីខ្ញុំទំព័រ Real សូមជួយចុច Like Subscribe និង Share ដើម្បីជួបគ្នានៅវីដេអូចំណេះដឹងថ្មីៗក្រោយទៀត